អីវ៉ាន់ដែលយើងកំងតាមអនឡាញជាមួយនឹងអីវ៉ាន់ដែលមកដល់ដៃយើងផ្ទាល់តើវាខុសគ្នាប្រមាណភាគរយឥឡូវយើងមកមើលវីដេអូរបស់អ្នកលក់ជាមុនសិនវីដេអូដែលគេផុសនៅអនឡាញជាខ្សែក្រវ៉ាត់អឺស្រោមខ្សែក្រវ៉ាត់រថយន្តខ្សែវ៉ាត់ឡានដែលយើងដាក់ដើម្បីកុំឲ្យវាកល់វាស្ទប់ជាមួយនឹងសាច់យើងអញ្ចឹងណាអ្នកផុសគឺផុសមកស្អាតមែនទែនយើងគ្រាន់តែឃើញចង់ទិញតោះឥឡូវយើងមកមើលវីដេអូទៅមើលរបស់ពិតដែលមកដល់ដៃរបស់យើងបានកំងហើយអញ្ចឹងណាកំងហើយមកដល់ដៃយើងតើយើងទូទាត់គ្នាថាពិតជាដូចនៅអ្វីដែលគេផុសដែរអត់ហើយសម្រាប់របស់នេះខ្ញុំ order 10ម៉ឺនជាងទៅមកដល់តាមថោប៉ោហើយខ្ញុំ order 4នៅក្នុងរូបអញ្ចឹងវាមានរូបរាងរូបផ្សេងគ្នាអញ្ចឹងណាប៉ុន្តែខ្ញុំ order 4មកសាក់សិនតែចង់ដឹងថាវាល្អដូចទៅក្នុងវីដេអូអត់ព្រោះជាទូទៅនៅក្នុងវីដេអូនៅក្នុងការផុសរបស់អ្នកលក់ប្រកាសជា 100% យើងគ្រាន់តែឃើញវាចង់ទិញប៉ុន្តែគុណភាពវាមិនដែរតោះយើងធ្វើការសាកតេស្តទាំងអស់គ្នាសិនឥឡូវខ្ញុំសាកបិទមួយសិនបិទទៅលើខ្សែក្រវ៉ាត់ឡានខាងមុខហើយខាងជាប់តកង់ណាជាទូទៅជាប់តកង់គឺអាចនឹងបងស្រីណាប្រពន្ធភរិយារបស់បងគាត់ត្រូវការប្រើប្រាស់អញ្ចឹងណាហើយសម្រាប់ខ្សែក្រវ៉ាត់ឡានយើងធម្មតាទៅវាផ្ដោតទៅលើសុវត្ថិភាពជាជាងសោភ័ណភាពអញ្ចឹងពេលខ្លះបងស្រីសាច់គាត់រៀងស្ដើងអញ្ចឹងទៅធ្វើឲ្យសឹកជាមួយនឹងអាចជាពេលខ្លះគឺអាលៀកហើយអញ្ចឹងសម្រាប់អានេះគឺគេដាក់មកគឺដើម្បីការពារហើយដើម្បីវាដាក់ដើម្បីស្អាតផងឥឡូវយើងធ្វើការទស្សនាសិនការតម្លើងការអីហើយយើងអាចមើលជាមើលលទ្ធផលចុងក្រោយគឺដូចអ្វីដែលគេបង្ហាញផុសនៅក្នុងវីដេអូដែរអត់បាទហើយសម្រាប់ការតម្លើងដោយសារនេះជាប្រភេទបោកបិទទេអញ្ចឹងងាយស្រួលមែនបងស្រីគាត់អាចបោកបិទបានអញ្ចឹងការតម្លើងដូចជាអត់មានអីពិបាកទេដូចនេះអញ្ចឹងយើងបោកបិទមកហើយយើងអាចប្រហូតវាលើក្រោមបានអានេះជឿទៅសម្រាប់ decor ការដាក់លម្អច្រើនជាងមែនជាងសុភ័ណភាពអញ្ចឹងហើយបងស្រីអីគាត់បែរជាគាត់ចាប់អារម្មណ៍ច្រើនវាអាចលើកយកលើកឡើងអញ្ចឹងជាវាខ្សែក្រវ៉ាត់ហ្នឹងវាប៉ះកប៉ះអីគាត់ទេមានច្រើនពណ៌ឃើញគេលក់អីសម្រាប់ការដឹកដូចជាកំងពីចិនដូចមិនថ្លៃទេមួយដុំដូចជា1រៀលកន្លះទៅ1រៀល8ទេតាម company ដែរតាមក្រុមហ៊ុនអញ្ចឹងណាហើយតាមតូចតាមធំហើយដោយសារនេះខ្ញុំ order មកមាន4 set 4ឈុតខ្ញុំដាក់មុខហើយក្រោយខ្ញុំមកតេស្តហើយពណ៌វាសាមញ្ញពណ៌ Panda ខ្ជូតហើយមានច្រើនទៀតដូចជាប្រភេទ BYD ប្រភេទអីផ្សេងអញ្ចឹងណាបាទឥឡូវយើងមកដល់ខាងតកង់ម្ដងហើយអូខេឥឡូវមុនដែរយើងសូមបង្ហាញបន្តិចចាប់រូប sticker ជាប់កន្លែងទ្វារឡានណាsticker នេះក៏ខ្ញុំមានបាន order ដែរហើយខ្ញុំនឹងធ្វើវីដេអូបន្ទាប់អំពីបង្ហាញអំពីការជាមួយវីដេអូដើមគេហើយជាមួយនឹងការយកម្ដងហើយការតម្លើងការបិទអីចឹងទៅតោះឥឡូវយើងមកបិទសាកខាងតកង់នេះសិនក្រៅពីហ្នឹងដូចជាមានច្រើនទៀតតាំងពីខ្នើយតាំងពីអីយើងសុទ្ធតែអាចកំងតាមអនឡាញបានទេគាត់ថាដូចខ្ញុំជឿជូននឹងអនឡាញមួយចំនួនគឺអត់ដូចអ្វីដែលយើងបានឃើញវីដេអូដែលគេផុសទៅទិញមកដល់ខកចិត្តហើយអវ៉ាន់មួយចំនួនក៏អត់បញ្ហាដែរគឺ 100% ដូចតែគេផុសអញ្ចឹងមានតែពីខ្នើយមានពុកមានន័យជាមួយនឹងកាមេរ៉ាពណ៌សនេះក៏អញ្ចឹងដែរកាមេរ៉ាពណ៌សនេះក៏ខ្ញុំ order ដែរប៉ុន្តែថ្លៃដែរបងមួយថ្លៃដូចជាចង់30-40រៀលអីតោះឥឡូវយើងបិទតម្លើងខាងតកង់ដូចគ្នាខាងតកង់គ្រាន់តែបកបិទមកដូចគ្នាទេយើងបកបិទហើយយើងអាចស្រោតវាឡើងចុះបានអញ្ចឹងមិនបារម្ភថាទៅដល់វាកប់ជាប់ទេដាក់ណាក៏បានដែរអូខេស្អាតដាក់ទៅដូចអត់មានទៅអីទេហើយឃើញស្អាតខាងក្រោយដូចគ្នាខាងក្រោយយើងក៏អាចដាក់បានដែរប៉ុន្តែគាត់ថានៅស្រុកខ្មែរយើងនៅកៅអីខាងក្រោយអត់សូវមានអ្នកដាក់ទេដោយសារអត់មានតម្រូវអញ្ចឹងបើសិននៅស្រុកគេ
មិនថាអ្នកអង្គុយមកអង្គុយក្រោយគឺត្រូវការដាក់ខ្សែក្បាត់ទាំងអស់អញ្ចឹងទេគឺប៉ូលីសផាបើសិនខ្មែរអញ្ចឹងគឺតាអ្នកអង្គុយមុខហើយនឹងជាប់ទៅកង់ទេតោះហើយសម្រាប់ការតឡើងនៅដូចគ្នាទេមិនមានអីទេបកតែថង់មកដាក់យកតែម្ដងហើយសម្រាប់ឈុតរបស់គេនេះមានលក់ច្រើនពណ៌មែនទេគឺតាមការពេញចិត្តរបស់បងទេបងចង់បានណាប្រភេទលិចក៏បានប្រភេទពណ៌ pink ក៏បានហើយមានគ្រប់ម៉ូដរបស់ឡានហ្មងក៏បានដែរមាន BYD Ford BMW Toyota Honda គឺបានទាំងអស់អត់បញ្ហាទេហើយខាងក្រោយតោះយើងទៅមកខាងទៀតសិនយើងគ្រាន់តែបកបិទទេអានេះមិនជាបញ្ហាទេបកឲ្យដាក់យកតែម្ដងឡានរបស់ខ្ញុំពូកវាពណ៌ក្រហមអីមើលទៅអត់សូវស្អាតប្រហែលទេគាត់ថាខ្ញុំអត់ចង់ដូរពូកហ្នឹងខ្ញុំក៏ទិញស្រោមកាមែលពីលើមកពណ៌សដាក់ទៅលិចស្អាតតែម្ដងបងដែលគាត់មានឡានហើយគាត់អត់ចង់ដូរពូកដូចខ្ញុំអញ្ចឹងណាអត់ចង់ដូរពណ៌ស្រោមពូកវិញទៅថាវាចំណាយច្រើនជាវាការកាត់បន្ថយការចំណាយបងអាចទិញកាមែលពីលើដូចខ្ញុំណាកាមែលនេះពណ៌សកាមែលនេះពណ៌សដាក់ទៅលិចមកគាត់បើកទ្វារឡានមកឃើញស្អាតតែម្ដងបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះសូមបងកុំភ្លេចជួយចុច like និង subscribe channel របស់ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតបើសិនបងមានសំណួរឬចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនសូមធ្វើការ comment មតិយោបល់នៅខាងក្រោមវីដេអូនេះបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត